rồi kêu mà thằng bút nó làm cho tao gì không thì biết nó thằng bút kêu tôi tất cả chuyện đó tao đi rồi nhưng mà cái buổi lý bà cái thằng con đấy con ta đâu nó chắc là con sao mình bắt đi ngàyนี้ពួកយើងមានថ្ងៃរៃមួយទៅកាន់ចិត្តពលានថ្មីហ្នឹងហើយហើយយើងក៏មានជាអាហារ party នៅពេលល្ងាចចុងគ្នាដែរនៅក្នុងម៉ោង 6 កន្លះឬក៏ម៉ោង 7 គឺយើងដល់នៅកន្លែង party វិញហើយអញ្ចឹងថ្ងៃនេះគឺយើងមានជាមួយនឹងថ្ងៃរៃចុងក្រុមទាំងអស់របស់ Royal Enfield ហើយបើសិនជាបងចង់មានជា event small event ride នៅក្នុង town បងអាចមកជាមួយនឹង Royal Enfield បានបន្ទាប់ពីជួបជុំគ្នាហើយគ្នាយើងមកគ្រប់ហើយនៅ showroom ហើយក៏មានជាការប្រាប់ technique អីតិចតួចដោយដែលអ្នកទាំងអស់គ្នាបានឃើញពីដើមវីដេអូអញ្ចឹងយើងក៏នាំគ្នាចេញពី showroom ខ្ទង់ម៉ោង 4 មានជាការជិះឈៀលនៅក្នុងក្រុងប៉ុន្តែនៅក្នុងក្រុងដឹងស្រាប់ហើយគឺអត់មានអីដែលសូវឈៀលប្រហែលទេព្រោះថាម៉ោង 4 ជាងហ្នឹងគឺម៉ោងកំពុងពេញស្ទះខ្លាំងបងអ្នកធ្វើការគាត់ចេញពីធ្វើការតាមបណ្ដាក្រុមហ៊ុនផ្សេងបងរោងចក្រក៏គាត់ចេញមកពីធ្វើការពីរោងចក្រអីចឹងទៅហើយពួកយើងនាំនេះជិះកាត់ទៅលើផ្លូវស្ពានដីហុយចាក់ទៅខាងផ្លូវអាស៊ីអាគ្នេយ៍ផ្លូវទ្រង់មន់វិញហើយក៏ឡើងទៅផ្លូវលូ5ផ្លូវវិញស្រេងអីទៅដល់ចំមុះជ្រូកស្ទឹងមានជ័យហើយយើងចាក់ឡើងទៅខាងផ្លូវចកាដងបន្ទាប់មកទៀតបើយើងមកដល់ពលានយន្តហោះថ្មីនៅលើផ្លូវ60ម៉ែត្រអញ្ចឹងបងនឹងស្រាប់ហើយចេញពីម៉ោង 4 ទៅដល់មុខពលានយន្តហោះហ្នឹងខ្ទង់ម៉ោង 7-6 ដែរអញ្ចឹងយើងនាំគ្នាឈប់ថតរូបអីតិចតួចមានជាការថតរូបអីអញ្ចឹងទៅជុំគ្នាជាក្រុមថតវីដេអូអីផ្សេងបន្ទាប់ពីការថតរូបជុំគ្នាចប់ហើយពួកយើងក៏នាំគ្នាត្រឡប់មកវិញប៉ុន្តែអត់មែនទាន់ទៅផ្ទះទេពួកយើងនាំគ្នាទៅញ៉ាំអីជុំគ្នានៅ Sorry Pub អញ្ចឹងអ្នកដែលគាត់មានម៉ូតូ Royal Enfield គាត់ចង់ join ក្នុងការជិះជុំគ្នានៅក្នុងក្រុងបងអាចធ្វើការ join នៅក្នុងក្រុមរបស់ Royal Enfield Family បានពួកយើងមានណាត់គ្នាជារាល់ខែហើយក្នុងនឹងក្រុមហ៊ុនគាត់អ្នករៀបចំទេមិនមែនខ្ញុំអ្នករៀបចំទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ join event អីផ្សេងៗជាមួយ Royal Enfield កុំបាច់ខ្លាចភ័យបារម្ភអីសិតតាបងប្អូនឯងទេចាអត់មានទៅណាទេហើយខ្ញុំចង់ប្រាប់ថាថ្ងៃហ្នឹងក៏អត់បាននៅញ៉ាំអីជុំគ្នាដែរគ្រាន់តែចប់រាយភ្លាមខ្ញុំបញ្ញាប់ឡើងមកផ្ទះវិញដោយសារត្រូវទៅកំពង់ឆ្នាំងរៀបចំឲ្យបានអីទៅកំពង់ឆ្នាំងដែរហើយក៏មិនសូវជាចង់ voice over មកដែរព្រោះថាសលេងវាមិនសូវព្រោះហើយសលេងដូចប្រុសទេអញ្ចឹងវីដេអូហ្នឹងចប់តែប៉ុណ្្នឹងអរគុណបាយ